សិនបើសិនជាយើងចង់បើកស្ងួតយើងយករូបមុខងារស្ងួតមកហើយយើងបើកអូតូក៏យើងចុចតែនេះមកនេះចឹងម៉ាស៊ីននេះបើកថង់ធំក៏បើកលឿនដែរបងប្អូនបើកតែឃើញខ្ញុំផ្លែតតិចអស់ហើយអត់ខ្យល់ទេចឹងក្រោយពេលអូតហើយពេលបងប្អូនចង់បើកវិញបងប្អូនសកត់ខាងលើនេះបន្តិចហើយចុចគៀននេះណាចឹងយើងងាកមកមើលថ្នេរអ៊ុតណាថ្នេរអ៊ុតឃើញអ៊ុតធំជំរាបសួរបងប្អូនថ្ងៃនេះយើងធ្វើវីដេអូមួយបង្ហាញពីម៉ាស៊ីនបឺតខ្យល់ model VS6921 ប្រភេទ Black Edition អញ្ចឹងម៉ាស៊ីននេះដែរគឺរោងចក្រវាទីតាំងនៅចិនទេប៉ុន្តែជាក្រុមហ៊ុនផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់អញ្ចឹងថ្ងៃនេះយើងបង្ហាញ Black Edition មានន័យថាពណ៌ខ្មៅរដងយើងមានពណ៌សតែឥឡូវនេះយើងមានពណ៌ខ្មៅអញ្ចឹងពេលដែលបងប្អូនទិញទៅនៅក្នុងប្រអប់បងប្អូនបើកមកបងប្អូនឃើញថង់នេះថង់ទៀតថែមហើយខ្សែដូចដោតនិងមានម៉ាស៊ីនមួយណាចឹងម៉ាស៊ីននេះ brand គឺ Deda ជាផលិតផលគុណភាពល្មមណាតែទីតាំងផលិតនៅចិនតែជាគុណភាពល្អអញ្ចឹងពេលដែលបងប្អូនទិញទៅយើងមានដូចដោតយើងមាននេះយើងដោតតាមក្រោយនេះរបៀបប្រើហើយជាផលិតផលដែលចេញពីខាងយើងខ្ញុំទៅគឺមាន brand Deda ហើយមាន logo ធានាគុណភាពហើយនៅលើនេះយើងឃើញមានប៊ូតុង4ដែលប៊ូតុងទី1នេះនៅទី1នេះគឺយើងសម្រាប់រើសមុខងារអាហារជាប្រភេទសើមឬប្រភេទស្ងួតអញ្ចឹងខាងក្រោមនេះគឺស្ងួតណាខាងលើនេះគឺសើមហ្នឹងយើងនិយាយសាច់ស្រស់ណាមិនមែនជាប្រភេទមានទឹកទេអញ្ចឹងបងប្អូនបើប្រភេទមានទឹកយើងប្រើម៉ាស៊ីនផ្សេងតែនេះសាច់ស្រស់ណាហើយនេះបើសិនជាបងប្អូនគ្រាន់តែចង់អ៊ុតគឺយើងអាចអ៊ុតបានហើយបើយើងចង់បិទខ្យល់អ៊ុតអូតូយើងយកប៊ូតុងនេះណាហើយនេះយើងចុចបញ្ឈប់ណាហើយនៅលើនេះដែរគឺយើងមានកបិតសម្រាប់កាត់ថង់ក្នុងករណីដែលបងប្អូនមានថង់ហើយយើងអត់មានកបិតកាត់យើងអាចមានកបិតនេះកាន់នៅលើម៉ាស៊ីនណាអញ្ចឹងពេលបងប្អូនកាត់គឺយើងដាក់ថង់ហើយយើងទាញណាអញ្ចឹងសម្រាប់ម៉ាស៊ីនមកកាត់ដែលអ៊ុតបានរហូតដល់30សង់ទីម៉ែត្រអញ្ចឹងថង់ដែលមានຂະຫນາດ5គីឡូក៏យើងអាចអ៊ុតបានដែរសម្រាប់នៅលើនេះបងប្អូនឃើញខ្សែពណ៌លើនេះគឺជាកន្លែងអ៊ុតអញ្ចឹងបើសិនជាបងប្អូនគ្រាន់តែចង់អ៊ុតអត់ចង់បឺតគឺយើងអាចដាក់ថង់នៅចំកន្លែងហ្នឹងបានណាយើងអាចដាក់ថង់ចំកន្លែងហ្នឹងបានអញ្ចឹងយើងគ្រាន់តែអ៊ុតទេណាប៉ុន្តែបើសិនជាករណីបងប្អូនចង់បឺតខ្យល់គឺយើងត្រូវតែដាក់មកដល់ក្នុងនេះណាដាក់នៅក្នុងចន្លោះនេះបើសិនជាបងប្អូនដាក់ដល់ទេគឺវាអត់បឺតខ្យល់ទេណាហើយសម្រាប់របស់ដែលវាមានទឹកតិចតួចពេលដែលវាបឺតទៅគឺវាចូលនៅក្នុងនេះយើងអាចបិទចោលបានក្នុងករណីមានទឹកច្រើនអានឹងវាអាចចូលទៅម៉ាស៊ីនអញ្ចឹងសម្រាប់ការប្រើប្រាស់ពេលដែលបងប្អូនប្រើជួនកាលយើងប្រើយើងភ្លេចមើលស្នោណាអញ្ចឹងពេលដែលអត់មានស្នោហ្នឹងគឺម៉ាស៊ីនក៏អត់បឺតដែរប៉ុន្តែពេលដែលយើងប្រើយូរទៅស្នោហ្នឹងក៏វាស្ពោតដែរអញ្ចឹងបើសិនជាវាអត់បឺតខ្យល់យើងអាចឆែកមើលកន្លែងហ្នឹងបានឥឡូវយើងសាកធ្វើការបឺតខ្យល់បងប្អូនមើលមួយថង់នេះគឺប្រភេទថង់ខ្នាតធំ30គុណ40នេះបើយើងហៅខ្នាត3គីឡូយើងអាចដាក់មន់មួយបានណាខ្នាតធំចឹងឥឡូវខ្ញុំនឹងធ្វើការបឺតខ្នាតធំឲ្យបងប្អូនមើលតែម្ដងឲ្យដឹងថាម៉ាស៊ីននេះវាមានកម្លាំងខ្លាំងអញ្ចឹងពេលបើបងប្អូនដាក់ថង់ចូលយើងដាក់ឲ្យចូលក្នុងប្រឡោះនេះមកនេះដើម្បីវាបឺតខ្យល់ហើយយើងបិទម៉ាស៊ីនមកពេលដែលបងប្អូនបិទម៉ាស៊ីនគឺយើងសកត់ចុងសងខាងនេះឲ្យក្លឹបណាឲ្យចូលក្លឹបចឹងទៅហើយបងប្អូនអាចសេរីអីវ៉ាន់ដែលបងប្អូនបឺតហ្នឹងចង់សេរីបែបម៉េចលើបងប្អូនណាសិនបើសិនជាយើងចង់បឺតស្ងួតយើងយករូបមុខងារស្ងួតមកហើយយើងបឺតអូតូក៏យើងចុចតែនេះមកនេះចឹងម៉ាស៊ីននេះបឺតថង់ធំក៏បឺតលឿនដែរបងប្អូនបឺតតែឃើញខ្ញុំផ្លែតតិចអស់ហើយអត់ខ្យល់ទេឥឡូវហ្នឹងវាកំពុងដំណើរការបឺតវាអត់អ៊ុតទេមកដល់ពេលលោតភ្លើងនេះមានន័យថាវាកំពុងតែអ៊ុតអញ្ចឹងក្រោយពេលដែលវាអ៊ុតហើយគឺវាផ្ដាច់ភ្លើងហើយណានេះគឺអ៊ុតហើយអញ្ចឹងក្រោយពេលដែលអ៊ុតហើយពេលបងប្អូនចង់បើកវិញបងប្អូនសកត់ខាងលើនេះបន្តិចហើយចុចគៀននេះណាអញ្ចឹងយើងងាកមកមើលថ្នេរអ៊ុតណាថ្នេរអ៊ុតឃើញអ៊ុតធំអញ្ចឹងបើសិនជាម៉ាស៊ីនវាអ៊ុតទៅស្អាតអញ្ចឹងហើយអត់ចូលខ្យល់វិញទេតែក្នុងករណីដែលបងប្អូនអ៊ុតត្រីងៀតឬរបស់ដែលមានឆ្អឹងចាក់ពេលដែលបងប្អូនទុកមកស្ទុះទៅវាចូលខ្យល់វិញអញ្ចឹងវាមិនមែនមកថាម៉ាស៊ីនអ៊ុតមិនស្អាតទេប៉ុន្តែបើសិនវាអ៊ុតអញ្ចឹងហើយណាគឺពេលដែលចូលខ្យល់គឺមិនមែនចូលដោយសារតាមថ្នេរទេគឺមានឆ្អឹងអីចាក់នៅកណ្ដាលនេះណាអញ្ចឹងបងប្អូនឃើញយើងអ៊ុតថង់ធំបើថង់ធំបានល្អណាបើលឿនទៀតណាអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការក្នុងការប្រើប្រាស់នៅផ្ទះណាឬក៏ធ្វើអាជីវកម្មត្រឹមមួយថ្ងៃ100កញ្ចប់អីគឺយើងអាចប្រើបានណាសម្រាប់ម៉ាស៊ីននេះអាចត្រង់អាជីវកម្មបងប្អូនបានសម្រាប់មួយថ្ងៃត្រឹម100ចប់ព្រោះក្នុងមួយម៉ោងយើងអាចបឺតបានពី20ទៅ30ចប់ទៅតាមខ្នាតថង់ណាខ្នាតថង់ធំអញ្ចឹងយើងអាចបឺតប្រហែលជា20ថង់តែបើខ្នាតថង់តូចយើងអាចបឺតបាន30ទៅ40ថង់ក្នុងមួយម៉ោងណាអញ្ចឹងបងប្អូនដែលមានតម្រូវការត្រូវការម៉ាស៊ីនប្រើប្រាស់ម៉ាស៊ីនបឺតខ្យល់បងប្អូនអាចតាក់ទងមកពេកដើម្បីព័ត៌មានបន្ថែមបានហើយខ្ញុំសូមបញ្ជាក់បន្ថែមថាម៉ាស៊ីននេះដែរគឺយើងប្រើប្រាស់ជាមួយនឹងថង់គ្រើមម្ខាងអាឡូម្ខាងណាគ្រើមម្ខាងអាឡូម្ខាងមិនមែនប្រភេទអាឡូសងខាងទេអញ្ចឹងបងប្អូនដែលមានតម្រូវការម៉ាស៊ីនបឺតខ្យល់ចាំតាក់ទងមកពេកដើម្បីព័ត៌មានបន្ថែមបានសូមអរគុណ